Ba sôm cột chum riệp su bốc mai mía mình bong ôn lục dây lục tàประยมแต่งออกจากที่กรบรอบอ่านบ้านเอาថ្ងៃទី14ខែកក្កដាឆ្នាំ2026ត្រូវនឹងថ្ងៃ15រោចខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2507បាទសម្រាប់ថ្ងៃនេះឆ្នាំឆ្លូវឆុងនឹងឆ្នាំមមែសម្រាប់ថ្ងៃនេះផងដែរបើមើលតាមទិសបេះដូងរស់លោកអ្នកពុំគួរធ្វើដំណើរទៅទិសនិរដីនោះទេគួរធ្វើដំណើរទៅទិសឦសានទើបជាទិសល្អប្រសើរនៅថ្ងៃអង្គារនេះតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលនិងបចង់សែនព្រេនឬរៀបចំពិធីមង្គលការអ្វីមួយនោះឬក៏លេងល្បែងស៊ីសងអ្វីមួយនោះឲ្យអង្គុយនៅទិសបូព៌ាបែរមុខទៅរកទិសនិរដីដោយឡែកការមើលទៅលើក្បួនកាកបាទយាមក្រឡានៅថ្ងៃអង្គារនេះចាប់ពីម៉ោងមាន់រងាវរហូតដល់ម៉ោង6 កន្លះព្រឹកគឺជាម៉ោងសុខសាន្តលោកអ្នកចេញដំណើរនៅម៉ោងនេះអាចទទួលបាននូវផលល្អនិងសេចក្តីសុខសាន្តនៅតាមដងផ្លូវចំពោះការធ្វើដំណើរចាប់ពីម៉ោង6 កន្លះរហូតដល់ម៉ោង11:00គឺជាម៉ោងគ្រោះកាចនៅក្នុងចន្លោះម៉ោងនេះលោកអ្នកពុំគួរធ្វើដំណើរទៅណាមកណានោះទេដែលអាចបង្កឲ្យមានបញ្ហាណាមួយកើតឡើងបានចាប់ពីម៉ោង11:00រហូតដល់ម៉ោង2 រសៀលគឺជាម៉ោងលៀបហេងនៅក្នុងចន្លោះម៉ោងនេះលោកអ្នកអាចធ្វើដំណើរទៅនឹងទទួលបានផលនៅលៀបបរិបូរណ៍រីឯការធ្វើដំណើរចាប់ពីម៉ោង2រហូតដល់ម៉ោង5:00ល្ងាចគឺជាម៉ោងអន្តរាយពុំគួរចេញដំណើរឬធ្វើដំណើរទៅណាមកណានោះទេពោះការចេញដំណើរចាប់ពីម៉ោង5រហូតដល់ម៉ោងចូលគេងគឺជាម៉ោងទទេស្អាតមានន័យថានៅក្នុងចន្លោះម៉ោង5 រសៀលដល់ម៉ោងចូលគេងនេះគឺពុំមានទទួលបាននូវលាភផលអ្វីទេហើយក៏ពុំមានបញ្ហាណាមួយកើតឡើងដែរបាទហើយសម្រាប់ថ្ងៃអង្គារនេះផងដែរចំពោះការមើលទៅលើជោគជតារាសីសម្រាប់ឆ្នាំដែលមានរាសីឡើងខ្ពស់នៅក្នុងថ្ងៃនេះគឺមានឆ្នាំជូតឆ្នាំខាលឆ្នាំថោះឆ្នាំរោងឆ្នាំវោកនិងឆ្នាំកុលបាទសម្រាប់ឆ្នាំទាំង6នេះគឺមានរាសីឡើងខ្ពស់ដូច្នេះលោកអ្នកមានការរីកចម្រើននិងការលូតលាស់ទៅមុខហើយក៏ជាពេលវេលាដ៏ល្អសម្រាប់ការចាប់ផ្ដើមការងារថ្មីទាំងការពង្រីកអាជីវកម្មនិងការចរចានៅរឿងរ៉ាវសំខាន់ឬការវិនិយោគដែលបានសិក្សានិងរៀបចំផែនការទុកជាមុនហើយនោះពុកម៉ែបងប្អូនអាចទទួលបានដំណឹងល្អឬក៏មានឱកាសជួបមនុស្សសំខាន់ដែលអាចជួយគាំទ្រនិងជួយជ្រោមជ្រែងដល់ការងារអាជីវកម្មនិងស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកបានយ៉ាងរីកចម្រើននៅថ្ងៃនេះបើលោកអ្នកមានគម្រោងថ្មីគួរហ៊ានចាប់ផ្ដើមដោយការភាពជឿជាក់ព្រោះថារាសីរបស់លោកអ្នកមានការបើកនិងឡើងខ្ពស់ចំពោះការធ្វើដំណើរទៅទីណាជិតឬឆ្ងាយនោះគឺឃើញថាមានភាពល្អប្រសើរចំពោះសុខភាពវិញគឺស្ថិតនៅក្នុងលក្ខណៈល្អប្រសើរប៉ុន្តែគួរបន្តការថែរក្សាទម្លាប់រស់នៅប្រកបដោយសុខភាពដូចជាគេងឲ្យបានគ្រប់គ្រាន់ហាត់ប្រាណជាប្រចាំនិងទទួលទានអាហារដែលមានប្រយោជន៍ចំពោះឯសេចក្តីស្នេហាប្រុសស្រីឃើញថាមានភាពផ្អែមល្ហែមនិងការយោគយល់គ្នាកាន់តែល្អប្រសើរឡើងអ្នកនៅលីវក៏អាចមានឱកាសជួបមនុស្សដែលគួរឲ្យចាប់អារម្មណ៍ទៀតផង
បើចំពោះឆ្នាំផ្សេងពីនេះគឺរាសីពុំជាល្អប្រសើរឡើយដូច្នេះលោកអ្នកគួរមានការគិតគូរពិចារណានិងរៀបចំផែនការនិងមានការអត់ធ្មត់ឲ្យបានខ្ពស់ទើបជាការល្អប្រសើរបាទសម្រាប់ហោរាសាស្ត្រនៅថ្ងៃនេះក៏សូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ផងដែរខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខសាន្តរកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាបាទសូមចុច Subscribe និងសញ្ញារូបកណ្ដឹងសូមអរគុណសូមជម្រាបលា